កែអ្នកនាងច្បាស់ជាគូសិវ៉ាន់ហើយមនុស្សស្អាតដល់ថ្នាក់នឹងហើយនៅរកគូមិនបានទៀតទេលើគេថាអ្នកនាងអាយុ30ហើយមែនទេតែខ្ញុំមើលទៅមិនសមសោះខ្ញុំសំប៉ះដៃបន្តិចថាស្បែកនៅទន់រលុងប៉ុណ្ណាណែខ្ញុំមកគ្រាន់តែចង់ឃើញមុខប៉ុណ្ណោះកុំធ្វើអីផ្ដេសផ្ដាសគ្រាន់តែតាគៀកមិនសូវធំអ្នកនាងនៅបង្កើតកូនប្រុសបានទេអាយុរបស់អ្នកនាងគឺគេរាប់បញ្ចូលអាយុវ័យចំណាស់ហើយថាទៀតស្រីចក្រៃហ៊ានតាក់យើងផងអីកូនស្រីនេះប្រហែលណាហ៊ានតាក់ជើងខ្ញុំផងគូសេវ៉ាន់ឯងបងស្រីគូសេវ៉ាន់ខ្ញុំរកឃើញមនុស្សលោកខ្ញុំហើយបងស្រីបងអាយុច្រើនហើយបងគំរើមនុស្សប្រុសច្រើនពេកអីបើបងមិនរៀបការខ្ញុំក៏ពិបាករកគូសកលដែរគូសេវ៉ាន់មូលហេតុដែលខ្ញុំចេញមកជួបនាងថ្ងៃនេះក៏ព្រោះខ្ញុំមានចិត្តយល់ដល់មុខនាងដែរទេប្រហែលឆ្នាំទៀតទោះបីនាងរត់មកស្រាតនៅមុខរបស់ខ្ញុំក៏ខ្ញុំមិនមើលផងថោកទេពដូចចេះនេះនៅចង់ឲ្យខ្ញុំសុំទោសទៀតមែនទេតើនេះជាអ្វីដែលគ្រួសារនឹងធ្វើហីប្រធានគូប្រហែលជាកញ្ចប់វិនិយោគលើកនេះខ្ញុំនឹងយកទៅជួយអ្នកផ្សេងវិញហើយអាយ៉ាកុំអីណែកូនចង្រៃឆាប់ដូចជង្គង់សុំទោសគាត់ភ្លាមទៅខ្ញុំមិនខុសខ្ញុំមិនសុំទោសនាងលោកហ៊ានធ្វើបាបមនុស្សលោករបស់ខ្ញុំផងអីកុំភ័យបងស្រីខ្ញុំមកជួយបងហើយឯងមកពីណាអញ្ចេះអាយ៉ាមិនអីទេលោកស្រែកមិញនេះដូចជាសត្វទេអញ្ចឹងអ្នកយានអីអ្នកណាថាមិនចង់បានបងស្រីខ្ញុំអ្នកតាមស្រឡាញ់គាត់មកតម្រង់ជួបភ្លាមLet's go! បងស្រីវ៉ានខ្ញុំមកយកបងទៅផ្ទះវ៉ាន់បងមកវិញហើយយើងចាប់ផ្ដើមម្ដងទៀតទៅសួស្ដីកញ្ញាគូខ្ញុំឈ្មោះហ្វូយិនចៅពួកយើងបានជួបគ្នាហើយថ្ងៃនេះកាត់អីហ្នឹងកូនចង្រៃគ្រាន់តែចង់បំផ្លាញការណាត់ឯងឲ្យហេតុប្រាល្បីកលដល់ម្លឹងបរិសុទ្ធទាំង3នេះច្បាស់ជាឯងចូលមកហើយមែនទេក្នុងពេលនេះឆាប់សុំទោសតកាយចិននិងប្អូនស្រីឯងភ្លាមបាទនាងចង់សុំទោសត្រូវលុតជង្គង់ខ្ញុំនឹងគាត់មិនលុតទេកូននេះមកពីណាប្រយ័ត្នពូវាយអីណាបានលោកចូលចិត្តលុតជង្គង់ចឹងចាំខ្ញុំឲ្យលោកលុតតកាយចិនគូចិនសៀនលោកចោលខ្ញុំវិនិយោគឬអត់កូនចង្រៃមិនមកជួយលើកគាត់ហ៎លោកគូបាទខ្ញុំជាប្រធានសមាគមណាលោកចោលខ្ញុំទាស់ចិត្តឬក៏គាត់ទាស់ចិត្តនេះណែឯម៉ាក់ខ្ញុំជាប្រធានប្រឹក្សាគាត់អាចលុបចោលលុយវិនិយោគមន្ទីរពេទ្យរបស់លោកមួយឆ្នាំ50លានចេញបានកូនដេរឆានយើងនិយាយឯងលេចស្ដាប់ហើយបើយើងដឹងថាឯងខ្លាចជាបែបនេះម៉ាក់ឯងនឹងយើងមិនគួរបង្កើតឯងមកទេគូចិនសៀងលោកមនុស្សមិនរៀបការត្រូវស្លាប់ទាំងអស់មែនទេនាងអាយុ30ហើយនៅមិនទាន់រៀបការទៀតហើយនៅចង់រស់ទៀតឯងស្លាប់ទៅល្អជាងអើយកញ្ញាគូចិត្តដល់ម៉ោងហើយយើងនាំគ្នាទៅលោកជាហ្វូយិនចៅដែលជួបផ្ទះពីរជាន់នៅហាងបង្អែមមែនទេវ៉ាន់បងស្រីវ៉ាន់សុំតើផងខ្ញុំមានការប្រញាប់តែសិនហើយសុំផ្លូវមួយមិនកំដៅវាជាសៃនឹងជាចេញនេះឯងបងស្រីយកខ្ញុំទៅផងក្មេងមិនតបផ្ដាច់ទឹកដោះចង់មករដាមយើងដែរប្រយ័ត្នចង់ក្រោយយកទៅរម៉ែពូហើយអាយុនេះទៅហើយមិនទៅរកធွာអាដល់ខ្លួនទៅក៏មកជ្រៀតគេអីការងើបប្អូនស្រីលេងអើផ្ទះឯងនៅណាចាប់បងជូនទៅផ្ទះតែមិនតាន់បានទេឯងបកករឿងក្នុងផ្ទះមែនទេក្មេងតូចអញ្ចឹងមិនអាចចេញពីផ្ទះបានទេប្រាប់បងស្រី
មកមើលចាំបងជូនទៅផ្ទះហើយជូននិយាយឲ្យឯងយល់ព្រមទេផ្ទះលេងអើគឺនៅលើមេឃឯណោះតាមពិតទៅក្មេងម្នាក់នេះជាក្មេងកំព្រាសោះបងសុំតោះណាលេងអើឯងនៅជាមួយបងបានទេបងនឹងបីបាច់ឯងចម្លែកណាស់ខ្សែចំណងនិស័យគេទាំង3សុទ្ធតែជាប់ជាមួយនឹងគាត់ទាំងអស់ចំណងពួកគេទាំង3តើអ្នកណាគេឲ្យប្រកាសជាគូព្រេងពិតប្រាកដរបស់បងស្រីអញ្ចឹងខ្ញុំព្រមជួលជាន់ទី2ឲ្យលោកកិច្ចសន្យាជួល1ឆ្នាំបាទធ្វើគ្រប់យ៉ាងត្រូវអស់ហើយលោកសញ្ញេទីនេះញ៉ាំច្រើនណាស់ ប្រុសស្រីនៅជាមួយគ្នាខ្ញុំគិតថារៀងពិបាកបន្តិចហើយត្រូវទេមកខ្ញុំជូតហើយ ចំណងក្រហមតើអាចទេបរិសម្នាក់នេះជាគូព្រេងរបស់គាត់ខ្ញុំចិត្តផាត់ទូនីតិហើយ បងស្រីបានក្តារគេកខ្វក់ណាប្រើរបស់ខ្ញុំវិញទៅ ណែចេះចេញប្រើរបស់បងវិញ សៀវវ៉ាន់ Would you be my love, oh baby? Would you be my love? Don't hesitate, your love. 3ខ្សែអត់ខ្ញុំរើសយ៉ាងម៉េច3ខ្សែអត់ខ្ញុំរើសយ៉ាងម៉េចនឹកឃើញហើយបាពិបាកណាស់អញ្ចឹងកុំរើសអីយកទាំងអស់តែលេងអើកុំខូចពេកបងស្រីខ្ញុំមិនខូចទេខ្ញុំជាទេវតាដែលចុះមកបំពេញប្រាថ្នាបង ក្មេងសំទានមកពីណាធ្វើជាទេវតាបើអញ្ចឹងយើងជាប្រអិនបាត់ហើយឬមនុស្សធំក្មេងកំចេះ ប្រហិនម្លេះហ៊ានប្រមាថទេវតាផង ប៉ា អាក្បាលខូចឯងកិច្ចពីមនុស្សស្រីដែលប៉ាផ្សំគុំឲ្យហើយរត់ចូលមកក្នុងស្រុកវិញដើម្បីតែតាមរកនាងកញ្ចាស់ម្នាក់នេះនាងអាយុ30ហើយមិនស្រួលមិនអាចមានកូនទៀតទៅផ្ទះវិញ ប៉ាខ្ញុំមិនទាន់បាននិយាយផងក៏វាយខ្ញុំដែរ បិទមាត់ទៅតោះទៅវិញ ប៉ា តោះ វ៉ាន់ចាំបងណាបងទៅមកវិញ ឲ្យលឿនឡើង អាឡូ គូសេវានឯងនៅណាតើឯងបំផ្លាញការណាត់ប្រមាណលើកហើយនៅឆ្នាំនេះឯងឆាប់មកទីនេះភ្លាមមិនអញ្ចឹងទេអីវ៉ាន់មរតករបស់យាយចាស់នោះនឹងឆេះខ្ទេចមកខាន សៀវវ៉ាន់កាត់អី សុំទៅផងខ្ញុំមានការបញ្ញាប់លាសិនហើយ បងស្រីបានខ្ញុំជូនបងទៅ កញ្ញាគូមិនទាន់រួចរាល់ទេ បងស្រីស្អាតរើសពីអ្នកនេះក៏បានដែរម្នាក់ថ្ងៃនេះម្នាក់ថ្ងៃស្អែក បងស្រីវ៉ាន់ខ្ញុំបានលើថាក្រុមហ៊ុនហ្វូមានកម្រងចង់កំទេចតំបន់របស់ហាងបង្អែមនោះរឿងលម្អិតទៀតយើងនិយាយគ្នាក្រៅទៅ ក្រុមហ៊ុនហ្វូមានគម្រោងចង់កំទេចចាប់តាំងពីពេលណា គ្រួសារខ្ញុំមានកិច្ចសហប្រតិបត្តិការជាមួយនឹងក្រុមហ៊ុនហ្វូអញ្ចឹងខ្ញុំដឹងរឿងនេះច្បាស់ជាងឬក៏លោកច្បាស់ជាង លោកវ៉ូខ្ញុំសុំទៅខ្ញុំមិនទាន់ប៉ាត់មែនអញ្ចឹងខ្ញុំត្រូវទៅសិនហើយចំពោះកិច្ចសន្យាថ្ងៃក្រោយចាំនិយាយ សៀវវ៉ាន់ តោះកំណត់គេធ្វើឪពុកម្ដាយគេស្លាប់ឥឡូវនេះសូម្បីតែបងប្រុសនិងប្រពន្ធគាត់ក៏ស្លាប់ទៀតគេពិតជាក្មេងចង្រៃណាស់ ពេលមនុស្សធំមិនសប្បាយចិត្តតែយកកូនក្មេងជាកន្លែងបញ្ចេញកំហឹងប៉ាខ្ញុំវាយខ្ញុំជេរខ្ញុំរហូតទាំងដែលរឿងនោះគាត់ជាអ្នកខុសក៏ដោយប៉ុន្តែលោកយាយខ្ញុំថាគ្រាន់តែញ៉ាំនំខេកតិចតែនឹងបាត់ខឹងភ្លាមយកមកដុំនេះទៅនំនេះលោកយាយធ្វើដោយផ្ទាល់ដៃលោកយាយជាអ្នកជំនាញធ្វើនំឆ្ងាញ់ជាងគេបំផាត់ លោកពូបានជប់ទឹកធីតាធ្វើនំខេរបស់ពូហើយនៅពេលណាបានខ្ញុំមានមីងថ្លៃណាស់គេ មានគេថាក្រុមហ៊ុនហ្វូចង់កំទេចផ្លូវសាកូរ៉ាចោលហើយទៅស៊ើបមើលភ្លាម ក្រុមហ៊ុនហ្វូមានកម្មវិធីប្រកួតធ្វើនំនៅទីនោះខ្ញុំបានណាត់ពិភាក្សាជាមួយអាជីវករទាំងអស់ទើបមានការផន់ច្រឡំថាក្រុមហ៊ុនហ្វូចង់កំទេចផ្លូវនោះចោលចាប់ខ្ញុំប្រាប់ក្រុមការងារថ្នាក់ក្រោមកុំឲ្យនិយាយផ្ដេសផ្ដាស់ បំណងប្រាថ្នាចុងក្រោយរបស់លោកយាយគឺការពារហាងនំនេះខ្ញុំដាច់ខាតមិនឲ្យអ្នកណាប៉ះពាល់វាទេ ខ្ញុំភ្លេចមកជោគបាយតែមួយគុណគឺយកឈ្នះការប្រកួតធ្វើនំរបស់ក្រុមហ៊ុនហ្វូឲ្យបានបើយើងទទួលបានជ័យលាភីពួកយើងនឹងមានឱកាសសង្គ្រោះហាងនំពីការកំទេចបានហើយ សមមែនទេតែខ្ញុំគ្រាន់តែចេះពីលោកយាយតិចតួចទេ
ខ្ញុំមានឱកាសដែរ ចាប់ពីស្អែកទៅខ្ញុំនឹងមកជួយបងស្រីរាល់ថ្ងៃខ្ញុំជឿថាបងនឹងធ្វើបាន ទោះជាយ៉ាងណាក៏ដោយនេះជាហាងរបស់លោកយាយខ្ញុំត្រូវតែឈ្នះ ឡោះ អាចទេគូហ្វាំងមានម្នាក់នេះគឺជាគូព្រេងពិតប្រាកដ គូសៀងវានឯងអាយុប្រហែលហើយថៅកែចិនឯងមិនយកទៀតគិតថាឯងនឹងអស់ចាស់ប៉ុណ្ណាឈប់នៅទីនេះហើយពី1ឆ្នាំទៀតសូម្បីថៅកែចិនក៏មិនមើលឯងដែរឯងចង់រស់នៅជាកំមុំចាស់អស់មួយជីវិតទេហើយគេមើលងាយគ្រួសារយើងរហូតចាស់ហេតុអីបានជាយើងបង្កើតកូនដូចជាឯងមកតែជាតិមុនយើងបានធ្វើអីខុសទៅ បើខ្ញុំធ្វើឲ្យខ្មាស់គេបើខ្ញុំមិនសមជាកូនម៉ាក់អញ្ចឹងឲ្យរបស់លោកយាយមកខ្ញុំនឹងចេញបន្ទាប់មកខ្ញុំនឹងមិនមកផ្ទះនេះទៀតទេហើយម៉ាក់ក៏លែងមានកូនដូចជាខ្ញុំទៀតដែរ ឯងហើយយើងបង្កើតឯងមកយើងចាំឯងរាប់ឆ្នាំទុកជាអាសាបងមែនហើយហាពេលនេះម៉ាក់បង្កើតខ្លួនឯងក៏លែងទទួលស្គាល់ទៀត បាទតុកខ្ញុំជាកូនមែនមិនបង្ខំឲ្យខ្ញុំរៀបការជាមួយមនុស្សអាយុ50ហើយឲ្យគេមកលូកលាន់រាងកាយខ្ញុំទៀត ឲ្យតែឯងបានរៀបការមិនថាឡើយ50លើសពី50ក៏ម៉ាក់មិនរញរាដែរតែឯងដឹងទេតើឯងមានដឹងខ្លះទេហ៎នៅពេលនេះប៉ានិងម៉ាក់មិនហ៊ានសូម្បីតែចេញក្រៅឲ្យតែយើងចេញក្រៅអ្នកចិត្តខាងសួររហូតអូនស្រីអាយុ30ឆ្នាំហើយនៅមិនទាន់មានអ្នកចង់រៀបការជាមួយទៀតធ្វើបែបនេះឲ្យប៉ាម៉ាក់យកមុខទៅទុកឯណាឯងមានគិតគូរមុខមាត់ប៉ាម៉ាក់ទេ ប៉ាត់មែនទេឲ្យតែមានមនុស្សរៀងចាប់អារម្មណ៍ខ្ញុំបន្តិចខ្ញុំត្រូវឡើងក្រែជាមួយគេហើយត្រូវដេកជាមួយគេអញ្ចឹងហ៎ បើឯងមិនរៀបការទេហើយចោះថវិកាវិនិយោគមន្ទីរពេទ្យតើឯងចង់ឃើញមន្ទីរពេទ្យខ្សែធនហើយគ្រួសារយើងត្រូវដេកតាមចិញ្ចើមផ្លូវមែនទេម៉ាក់ប្រាប់ឯងឲ្យច្បាស់បើឯងព្រមរៀបការថ្ងៃនេះវានឹងល្អតែបើឯងប្រកែកយើងនឹងបបាក់ជើងឯងហើយអូសទៅឲ្យគ្រួសារចិន មកបាក់ចឹងខ្ញុំហ៎ខ្ញុំនឹងវាទៅមុនហេតុអីមិនប្រាប់សម្រាប់ខ្ញុំហើយយកសាកសពទៅឲ្យគេទៅខ្ញុំអាយុ30មិនទាន់មានប្តីខ្ញុំគួរស្លាប់ដដែលហ្នឹង ឯងអាកូនដេរីឆានឯងចាំមើលយើងណា បងស្រីបងរៀនវិជ្ជាសាស្ត្របានពេទ្យកណ្ដាលក៏បោះចោលហើយមកបាក់ខាងនំបាក់បែករបស់លោកយាយវិញឥឡូវបងមិនព្រមរៀបការទៀតម៉ាក់នឹងប៉ាបារម្ភពីបងស្ទើរស្លាប់ទៅហើយបងជោគជ័យគាត់បន្តិចទៅល្អណាស់បើអញគិតគូអញការទៅខ្ញុំចង់ឲ្យតែបងល្អទេមិនស្ដាប់ក៏ហីចុះគ្មានហេតុផលមែនមិនផ្លែកទេអាយុប៉ុណ្ណេះហើយគ្មានអ្នកយកនោះ ជឿនកុំនិយាយជាមួយគេថ្ងៃនេះខ្ញុំវាយគេឲ្យស្លាប់ បានហើយអត់តែឈប់ទៅដាក់ចុះទៅ លេខខ្ញុំទៅខ្ញុំប្រាប់ហើយថាលេខខ្ញុំទៅកុំប៉ះ ណែចិត្តតិចណាសៀងវ៉ាណាកុំបន្ទោសម៉ាក់របស់ឯងអីតាមមើលស្ថានភាពឯងថៅកែចិននោះគឺល្អបំផុតសម្រាប់ឯងហើយមិនអីទេបើឯងមិនស្រឡាញ់តែឯងបានតែធ្វើឲ្យគេខឹងខ្លាំងណាស់បំភ្លេចចុះឥឡូវចេះឯងទៅលើរៀបចំឲ្យវ៉ាន់លោកយាយឯងសិនទៅចាំប៉ានិយាយជាមួយម៉ាក់ឯងទៅ ធ្វើអីហ្នឹងមិនបដៅកូនអ្នកត្រូវខាត់គឺវាចាំទៅណាមកវិញភ្លាមមកវិញភ្លាមកុំមកខាត់ខ្ញុំកូនរមើលកូន បានហើយក ុំខាត់ខ្ញុំកុំខាត់ ហើយណែចិត្តតិចណាបើអូនវាយគេស្លាប់អូនចង់ឲ្យយិនរៀបការអកចាស់នោះវិញមែនទេ ចង់បើគេមិនព្រមយើងធ្វើម៉េច អូនទៅលើសិនហើយលួងគេទៅ ឲ្យខ្ញុំទៅផ្អែមជាមួយវា បើបានកក់បន្ទប់ទឹកក្តៅរួចហើយតកែចិននៅទីនោះបើអង្គខ្លាយជាបាយរឿងនឹងហួសហើយទោះជានាងមិនព្រមការក៏ត្រូវតែព្រមដែរ វ៉ាន់ណាមុននេះម៉ាក់ឆើឆាវដាក់កូនណាកូនកុំខឹងនឹងម៉ាក់អីណាប៉ុន្តែម៉ាក់គ្រាន់តែចង់ឲ្យកូនល្អកូនមិនដឹងទេមនុស្សស្រីកមុំដែលមានអាយុ30ឡើងទៅគឺដូចនិយាយចាស់ពិបាករកគូខ្លាំងណាស់ណាម៉ាក់គ្រាន់តែចង់ឃើញកូនរកបានគ្រួសារល្អដែលមានចម្រោករស់នៅសុខសាន្តទេមួយទៀតឮថាមានកន្លែងទឹកក្តៅមួយនៅខាងត្បូងទីក្រុងទៅតែនឹងបើកម៉ាក់បានកក់បន្ទប់រួចហើយកូនអាចទៅត្រាំទឹកក្តៅឲ្យស្រឡះខ្លួនទៅអារឿងណាត់អីនោះទុកសិនទៅចាំកូនមកវិញចាំពិភាក្សាគ្នាទៀតទៅឲ្យសុបាយម៉ាក់ទៅហើយណា តាគាត់មានល្បិចអីទៀតហើយកន្លែងត្រាំទឹកក្តៅនឹកឃើញហើយ ហើយយ៉ាក្មេងសួយនេះនៅមានសំណាងដែរតើទីបំផុតគេអាចស្វែងរកគូព្រេងពិតគេបានហើយមិនចឹងទេច្បាស់ជាគេនាំចង្រៃដល់កូនដល់ចៅដល់គ្រួសារមិនខានដល់រាបលេខសញ្ញានេះចេញមកក្នុងពេល3ខែគេមិនអាចភ្ជាប់និស្ស័យជាមួយគូព្រេងគេបាន
អាយុជីវិតគេស្ថិតក្នុងភាពគ្រោះថ្នាក់ លោកតាកំពុងមើលអីហ្នឹងលេងអើសុំមើលដែរ អាយ៉ាវាគ្រាន់តែជាការប៉ាត់ស្មានទេពេលខ្លួនឡើងកម្ដៅនិងបេះដូងលោតញាប់សញ្ញានោះនឹងលោតចេញមកហើយគ្មានអីឲ្យមើលទេឈប់មើលទៅ បើខ្ញុំអាចប្រើល្បិចឲ្យគេទាំង3ទៅត្រាំទឹកក្តៅបានដែរខ្ញុំនឹងអាចឃើញថាអ្នកណាជាគូពិតប្រាកដមិនខានគ្រប់យ៉ាងបានរៀបចំរួចរាល់ហើយលើកនេះខ្ញុំត្រូវតែជួយគាត់រកគូឲ្យបានអ្នកណា កំភៃគឺបងទេ លោកមកទីនេះធ្វើអីហ្នឹង គឺដោយសារតែ មិនក៏ខ្ញុំវិលមកអញ្ចឹង ទឹកអាងមានបញ្ហាយើងចេញពីទីនេះទៅ ចង់ញ៉ាំចេកកន្លង សៀងវ៉ាន់ ចង់ញ៉ាំចេកកន្លង គូសៀងវ៉ាន់កំរែក្លិនក្រអូបម្លេះសំភ្លក់មួយម៉ាត់មក ដឹងខ្លួននិយាយអីអត់ហ្នឹង ថាកំរែសំភ្លក់បន្តិច ឃ្លានដល់ថ្នាក់ហ្នឹងបានមិនអីទេ កូនក្មេងគេមិនឲ្យមើលអញ្ចឹងទេសញ្ញាលត់មកហើយ surprise គេធ្វើស្អីហ្នឹង មិនក៏បាត់វិញអញ្ចឹង បើយើងមកមិនទាន់ឯងចាប់មកពៀនវ៉ាន់មែនទេអាជនឆ្លិតអាកាសឯងនេះ มันពាក់ព័ន្ធនឹងគាត់ទេគឺប្រហែលជាអាងទឹកមានបញ្ ណែ ហា វ៉ាន់អូននឹងការពារគេទៀតហ៎ស្រឡាញ់គេមែនទេ អត់បានទេ លើទេនាងមិនស្រឡាញ់ឯងទេនាងស្រឡាញ់តែយើងទេ មិនអីទេពួកយើងទើបតែបានជួបគ្នានៅមានពេលច្រើនទៀត នៅឈរមើលអីទៀតយើងប្រមានឯងហាមប៉ះពាល់នាងទៀតនាងជារបស់យើងវ៉ាន់បើចង់មើលសាច់ដុំ6កង់បងក៏មានដែរ ហេកុំស្រាតអីសង្សារលោកយ៉ាងម៉េចក្រាញ់បែកគ្នាហើយហី ចាំបន្តិចមិនបានចិញ្ចឹមគ្នាម្លេះ លីងអើជាអ្នកបបួលមក មិនមែនខ្ញុំទេពួកគេស្លៀកពាក់បានអស់ហើយមើលសញ្ញាមិនឃើញសោះ ប្រយ័ត្ន លត់មកហើយ ណែមិនបានជាទឹកមានបញ្ហាអញ្ចឹងខ្ញុំឡើងរមាស់អស់ហើយ ឬក៏មកច្រើនពេក តាកាត់អីហ្នឹងបរោះទាំង3លត់សញ្ញាទាំង3អ្នកណាជាគូព្រេងបងស្រីឲ្យពិតប្រាកដតាលោកតាច្បាស់ជាបោកខ្ញុំហើយក ុំបារម្ភខ្ញុំស្លៀកកៅអៅទេមើលចុះ បើអូនចង់ឃើញបងស្លៀកអត់ចាំបងដោះចេញក៏បានដែរ ណែកុំអីគឺនាងពើពលឯងទៀតហើយមកធ្វើជាស្រីគ្រប់លក្ខនៅមុខយើងតែចុងក្រោយមកញ៉ៃញងប្រុសច្រើនយ៉ាងនេះសោះយើងខំតែទុកមុខឲ្យប៉ានាងនឹងឲ្យឱកាសនាងពីរដងទៀតមិនផ្លែកទេដែលអាយុច្រើនហើយនៅគ្មានអ្នកយកតាមពិតគឺនាងមករញ៉េរញ៉ៃបែបនេះសោះហើយនៅមានមុខមកឲ្យយើងទទួលខុសត្រូវទៀតធុយ ឯង ស្អីហ្នឹងចង់វាយឯងពួកអាប្រុសស្អាតអាសង្ហា សង្ហាស្អីចាំមើលលោកនិយាយស្អីទៀតបត់នេះ ចង់ មក ធ្វើស្អីអីណែហេពួកឯងបែបមិនដឹងទេនាងអាយុ30ជាងហើយណាគេអាយុចាស់ណាស់គ្រាន់តែផុសផង់តែទេបើឲ្យនាងដោះកៅអៅចេញច្បាស់ជាជាប់ដុំហើយហេពួកឯងកុំចាច់បោកគេអសោះណា ទៅសងសឹកគេវិញចុះ ហ
អ្នកយ៉ានាងនេះយ៉ាអ្នកនាងនាងឡាត់ឯនេះហ៊ានតែកំភ្លេងយើងផងជឿឬអត់គ្រាន់តែទូរស័ព្ទមួយគ្រឿងយើងអាចផ្ដល់លំហូរវិនិយោគមន្ទីរពេទ្យឲ្យឯងបានហើយនឹងធ្វើគ្រួសារនេះជាចាប់ផ្លូវ គ្រួសារគូខ្សែធនពេលណាខ្ញុំមិនដឹងទេតែលោកវិញរៀបនឹងជួបហើយ ហេតុអីឯងដណ្ដើមយើងនិយាយឯងគ្រាន់តែជាកម្មករនៅផ្ទះចូលទេកុំលួចពេក ពួកឯងចង់ធ្វើអីហ្នឹងឆាប់លេងតកែចិនភ្លាមលេងភ្លាមលេងគាត់ភ្លាមលោកម្ដាយទេត្រូវកន្លែងណាទេមានរបួសត្រង់ណាទេ លោកស្រីគូនេះឬជាភាពស្មោះត្រង់ដែលលោកស្រីបានសន្យាគិតថាខ្ញុំល្ងងគ្រប់10មែនទេ អត់ទេមិនមែនអញ្ចឹងទេ ខ្ញុំប្រាប់ចុះលោកស្រីមិនបាច់និយាយអ្វីទេខ្ញុំច្បាស់ជាឲ្យគ្រួសារគូសើជំងឺចិត្តវិញ កុំអីរឿងនេះគ្រាន់តែជាការយល់ច្រឡំទេទាំងអស់នេះសុទ្ធតែជារឿងយល់ច្រឡំប៉ុណ្ណោះសូមកុំប្រកាន់ខឹងអីណាសេវានម៉ណែហើយបញ្យល់លោកថកែពីរឿងនេះភ្លាមទៅកូនចង្រៃនេះឆាប់មកបញ្យល់គាត់ទៅឯងចង់នៅកំមុំចាស់ហើយនាំសោយដល់ពេលណាទៀត ម៉ាក់ឲ្យខ្ញុំមកត្រាំទឹកនៅទីនេះបែរជាដាក់ថ្នាំក្នុងទឹកទៅវិញតាមពិតគឺគ្រាន់តែជាល្បិចម៉ាក់ទេខ្ញុំគ្រាន់តែមិនចង់រៀបការតែវាខុសច្បាប់អីទៅខ្ញុំមកត្រាំទឹកជាមួយគេ3នាក់ម៉ាក់នៅថាគ្មានអ្នកណាចង់បានខ្ញុំទៀតទេឥឡូវ3នាក់ម៉ាក់គួរតែសប្បាយចិត្តទៅ គ្មានគេខ្មាស់មែនគ្មានគេខ្មាស់មែន ណែកំប៉ាស់នាងល្អណាស់ពិតជាសម្ដែងល្អណាស់ពីអ្នកម្ដាយកូនឯងកំពុងសម្ដែងបោកប្រាស់យើងមែនទេ អត់ទេមិនមែនអញ្ចឹងទេយល់ច្រឡំហើយ ស្រីចិត្តងាយបែបនេះឲ្យហ្វ្រីក៏មិនយកដែរហើយអ្នកណាចិត្តងាយ ប្រុសមាត់សម្រាមលោកនិយាយម្ដងទៀតទៅមើលអ្នកណាចិត្តងាយ ឈប់ភ្លាមលីផាំងចេះបដាគូនដែរទេនេះជឿទេថាខ្ញុំនឹងលុបកិច្ចសហការយើងចោលឲ្យគ្រួសារនេះខ្ទេចខ្ទីភ្លាម កុំអីតិចនាងគ្មានចេតនាទេលោកទេគ្រាន់តែកុំខឹងអី ហេអាឡូមានកអីស្អីគេមិនបានលុបការទិញទាំងអស់អញ្ចឹងចិត្តខ្សែធន ក្រុមហ៊ុនដែលឲ្យស៊ើបលើកមុនលុបចោលការបញ្ជាទិញរួមទាំងអស់ ល្អណាស់ពួកឯងចាំតែមើលទៅ ថកែចិន ហ៊ានធ្វើបាបបងស្រីខ្ញុំផងចាំមើលខ្ញុំនឹងឲ្យដួលផ្កាប់មក អើយ ថកែចិនកុំអីនេះជាការយល់ច្រឡំប៉ុណ្ណោះថកែចិនជាដៃគូធំនៅមន្ទីរពេទ្យយើងឯងឈួតហើយមែនទេឯងត្រឹមលោកមិនដាច់វាហួសហេតុទៅហើយមិនក៏ចង់មកផ្លាញគ្រួសារទាំងមូលទៀតបើដឹងថាបែបនេះពេលកើតមកយើងจะបាច់កឯងឲ្យស្លាប់បាត់ហើយ មិនគិតថាបងស្រីលោកមិនដាច់ខ្ញុំលួចស្រឡាញ់គាត់តាំងពីនៅបឋមម្ល៉េះឲ្យតែគាត់យល់ព្រមខ្ញុំអាចរៀបការជាមួយគាត់គ្រប់ពេល ខ្ញុំจะសងសារចាស់វ៉ាន់បានគ្រឹះស្នេហាពួកយើងរឹងមាំបើវ៉ាន់យល់ព្រមពួកយើងរៀបការបាន គ្មានអីពាក់ព័ន្ធនឹងអ្នកទាំងពីរទេ យើងមិនខ្វល់ពួកឯងត្រូវជាស្អីទេឥឡូវនាងធ្វើឲ្យតកែចិនខឹងមន្ទីរពេទ្យត្រូវជួបប្រទះអន្តរភាពថវិការរហូតដល់ទៅ8លានចាំសម្ដីយើងឲ្យច្បាស់កម្មវិធីគ្រួសារយើងចង់ឃើញមុខមិត្តប្រុសឯង3ខែទៀតត្រូវឲ្យគេយកថ្លៃទឹកដោះ15លានចូលដល់ដឹងឯងរៀបការពំនោះទេកុំសង្ឃឹមថារក្សាហាងបង្អែមលោកយាយយើងនឹងបង្ខំឲ្យប៉ាឯងលក់វាចោល វ៉ាន់បងអាចកំដរអូនទៅចូលរួមបាន រឿងនេះមិនតាក់ទងនឹងលោកទេសលេងអើតាយើងកុំមកតាមខ្ញុំ បាន ស្ដាប់មិនឮទេនាងថាអ្នកទាំងពីរមិនពាក់ព័ន្ធនោះទេ ឯង លោកមិនមែនទេមិនគេអាចទៅជាមួយបងវ៉ាន់ ត្រឹមជាបុគ្គលិកធម្មតាម្នាក់លុយ1500គ្មានសងគេផងវ៉ាន់គ្មានថ្លៃចាប់អារម្មណ៍គេទេ គេថាខ្លួនឯងកំពុងធ្វើអី អ្នកណា ធ្វើឲ្យនាងភ័យហើយខ្ញុំទើបតែប្រមូលអីវ៉ាន់រួចមិនស្មានថានាងនៅធ្វើការទៀតអ្នកនាងគូអេដវិឆាតទៅ ហ្វូយិនចៃលោកប៉ាត់ជាលួចស្រឡាញ់ខ្ញុំមែនទេ អូខ្ញុំសញ្ញាកុងត្រាជួលហើយមិនបានវេលុយជួលឲ្យនាងទេ បានលោកមិនឆ្លើយបានន័យថាលោកមិនស្រឡាញ់ កម្មវិធីគ្រួសារយើងចង់ឃើញមុខមិត្តប្រុសឯង3ខែទៀតត្រូវឲ្យគេយកថ្លៃទឹកដោះ15លានចូលដល់ដឹងឯងរៀបការពំនោះទេកុំសង្ឃឹមថារក្សាហាងបង្អែមលោកយាយយើងនឹងបង្ខំប៉ាឯងឲ្យលក់វាចោល នេះអេ
តវិឆាថៃមិនបាច់តន់បញ្ញាពេលលើឲ្យខ្ញុំទេខ្ញុំមានការងារនិយាយជាមួយលោកខែនេះខ្ញុំមិនយកថ្លៃជួលពីលោកទេអាទិត្យក្រោយលោកត្រូវសម្ដែងធ្វើមិត្តប្រុសខ្ញុំចូលរួមពិធីជប់លៀងគិតយ៉ាងម៉េចដែរ ចុះមិនក៏នាងមិនបបួលពួកគេខ្ញុំថាពួកគេច្បាស់ជាសប្បាយចិត្តនឹងជួបនាងមិនខានណាមួយនាងថាខ្ញុំគ្មានលុយសំបីតែ1500ផង បើបបួលពួកគេគិតថានឹងមែនទេខ្ញុំអត់ស្រឡាញ់ពួកគេទេ ចុះនាងស្រឡាញ់ ម្យ៉ាងទៀតខ្ញុំត្រូវត្រៀមខ្លួនប្រកួតធ្វើបង្អែមនៅក្រុមហ៊ុនហ្វូមិនអាចរំខានទេមិញនេះលោកនិយាយអី បានអូននៅនិយាយការពារគេទៀតអូនស្រឡាញ់គេមែនទេ ខ្ញុំអត់ទេ នាងមិនចាំខ្ញុំកាលពីក្មេងទេក៏មិនស្រឡាញ់ខ្ញុំដែរអូគ្មានទេ សម្រាប់ថាលោកជួយខ្ញុំឬអត់បើលោកមិនព្រមជួយខ្ញុំនឹងពឹងអ្នកផ្សេងហើយ យល់ព្រមខ្ញុំខ្លាចនាងស្ដាយក្រោយ មានអីត្រូវស្ដាច់ក្រោយមិនមែនលោកចង់ស៊ីខ្ញុំទាំងរស់ឯណា អាចថាខ្ញុំជាមនុស្សអាក្រក់ហើយចង់ស៊ីសាច់នាងមែន អញ្ចឹងខ្ញុំស៊ីសាច់លោកមុន នេះញ៉ាំនំទៅតែធ្វើហើយអាយលោកយាយខ្ញុំធ្វើដល់ផ្ទាល់ដៃលោកយាយប្រាប់ថាញ៉ាំនំខេកនេះហើយនឹងបាត់ខឹងភ្លាម ឡោះខ្ញុំជួយនាងតែការតបស្នងមិនចង់បាននំទេគឺខ្ញុំចង់បាននាង លោកតាព្រះខែលោកតាមកទទួលខ្ញុំទៅវិញហើយអី សៀវលីងគូសៀងវ៉ាន់និងសញ្ញាសម្គាល់លើខ្លួនគូព្រេងនាងលេចឡើងមកទាំងអស់ហើយ3ខែទៀតបើមិនបានរួមដំណេកនិងរៀបការជាប្តីប្រពន្ធនឹងគ្នានោះទេពួកគេទាំងពីរនឹងមានគ្រោះថ្នាក់ដល់ជីវិតបើសិនជាពួកគេត្រូវបាត់បង់ជីវិតឯងនឹងគ្មានថ្ងៃទៅឋានសួគ៌វិញបានឡើយ លោកតាព្រះខែយ៉ាងម៉េចហ្នឹងយកសពអាក្រក់អីលោកតាព្រះខែមកបញ្យល់សពខ្ញុំ3ខែទៀតបងស្រីត្រូវរួមដំណេកនឹងគូព្រេងប៉ិតពំនោះទេនឹងមានគ្រោះថ្នាក់ដល់ជីវិតក៏ប៉ុន្តែនរណាជាគូព្រេងប៉ិតគាត់ទៅថ្ងៃនេះមានកម្មវិធីយើងឆាប់ក្រោកទៅតែងខ្លួនស្អាតជាមួយគ្នាតែងខ្លួនស្អាតទេជ្រុលជាមិនដឹងថាអ្នកណាអញ្ចឹងឲ្យដេកជាមួយគាត់ទាំងអស់ទេល្អណាស់អាហារមិញនេះឆ្ងាញ់ទេថ្ងៃនេះមានកម្មវិធីលោកត្រូវតែងខ្លួនឲ្យសមរម្យខ្ញុំត្រៀមមួយកាផ្លេនេះឲ្យលោកតើលោកមើលទៅមិត្តប្រុសបងស្រីសង្ហានណារឿងខ្ពស់ស្រឡះគាត់ជាតារាបង្ហាញម៉ូដមែនទេបងស្រីបងអាចរួមដំណេកជាមួយពូហ្វូបានទេបងស្រីបងអាចរួមដំណេកជាមួយពូហ្វូបានទេក្មេងនិយាយមិនសូវដឹងអីទេមួយឆុតនេះស័ក្តិសមនឹងលោកណាយកមួយនេះចាឆាប់ទៅជើងខាងនេះលោកសិលលីងពូយានចៅគ្រាន់តែមកជួបផ្ទះបងនាំគាត់មកថ្ងៃនេះដើម្បីជួយសម្ដែងធ្វើជាមិត្តប្រុសក្នុងកម្មវិធីគ្រួសារគ្មានអ្វីផ្សេងលើពីនេះទេថ្ងៃក្រោយហាមនិយាយពីអស់នេះទៀតយល់ដែរទេខ្ញុំមិននិយាយក៏បាន
តែបងចូលព្រមរកដំណេកជាមួយពូហ្វូដែរទេมันបានដាច់ខាតហ្វូយិនចៅកំព្រមដូចគ្នាបានន័យថាបើពូហ្វូយល់ព្រមអាចរកដំណេកបានទេពូហ្វូបងស្រីចង់រកដំណេកនឹងពូបញ្ញាប់យល់ព្រមទេសេលីងអើកុំនិយាយផ្ដេសផ្ដាស តាមពិតកញ្ញាគូជួលខ្ញុំឲ្យសម្ដែងមានបំណងផ្សេង បងស្រីមកបងឡើងក្រហមហើយអាកាសធាតុក្តៅមែនទេលោកពូហ្វូតិចពូក៏ក្រហមណាស់ដែរតាយើងនាងមិនអីទេ សិលីងអើតាយើងពូហ្វូពូមិនតាន់ឆ្លើយនឹងខ្ញុំទេពូយល់ព្រមអត់គឺក្មេងនិយាយផ្ដេសផ្ដាសអញ្ចឹងហើយកុំຕົកក្នុងចិត្តអីសិលីងអើបើមិនឈប់និយាយបងឈប់ធ្វើនំខេកឲ្យញ៉ាំហើយគូសៀងវ៉ាន់មិនក៏មកហាងកៅអៅមនុស្សប្រុសច្រើនឆ្នាំនេះនៅក្បែរខ្លួននាងសំបីរយឈ្មោះមួយក្បាលគ្មានផងឬដើមឈើចាស់ចេញផ្ការកបានសងសាម្នាក់ហើយអេស្រីប្រុសដែលចូលមកទិញកៅអៅមិញនេះជាសងសានឹងគ្នាឯង សំដៅលើមួយគូដែលមានក្មេងស្រីម្នាក់នោះហ៎ពួកគេទំនងជាប្តីប្រពន្ធហើយមិញកូនស្រីម្នាក់នោះថាចង់ឲ្យប៉ាម៉ាក់នាងរួមដំណេកក្នុងបន្ទប់លោកខោអាវទៀតមើលទៅទំនាក់ទំនងពួកគេលោកអើនណា អញ្ចឹងសោះប៉ាថាគូសៀងវ៉ាន់ចេះតែកិច្ចមុខគូណាត់ហ៊ានទៅជួបម៉ូដែលប្រុសដល់តែ3នាក់ហើយយ៉ាមហាសេដ្ឋីទ្រព្យស្ដុកស្ដំមិនយកបែរជាទៅយកពោះម៉ែកូនមួយក្រខ្សត់ទៅវិញតាមពិតនាងជាស្រីថោកទាបរបៀបនេះសោះអញ្ចឹងបានលក់មិនដាច់ បងជាដូនមួយស្លៀកពាក់បែបនេះចូលរួមកម្មវិធីគ្រួសារឬគ្មានលុយទិញកៅអៅល្អៗស្លៀកសំដែរបងរើសយកប្តីអ្នកក្រខ្សត់ថែមទាំងមានកូនជាប់ខ្លួនទៀតមើលទៅសំបីអាហារតាមផ្លូវតម្លៃ$20គ្មានលុយទិញផងគ្រាន់តែឈរចិត្តក៏យល់ថាគួរឲ្យខ្មាស់គេដែរបងស្រីគាត់ណាកវីគូតចុះឡើងចិត្តរបេះហើយមិនក៏ស្រាប់តែធ្លាក់មកអស់អញ្ចឹង ប្អូនស្រីបដោពេលចំណាយពេលតែបិទស៊ីលីកូនអត់ប្រយោជន៍គួរតែដុសសម្អាតថ្មិញឲ្យល្អកុំឲ្យស្អុយមកលើគេកម្មពៀមានពិតណានាងតាយើងគូសៀងវ៉ាន់ជប់លៀងឆ្នាំនេះអញមកតែអញទេមាត់ប្រុសខ្ញុំចាំនៅខាងក្រៅអញបោកណែណាអញអាយុ30ឆ្នាំហូតដល់លេហើយអាយុប៉ុណ្ណឹងអញនេះ បើនៅរកបានមាត់ប្រុសទៀតយើងសុកចិត្តក្រាបក្បាលសុំទោសឯងខ្ញុំជាមិត្តប្រុសរបស់គូសៀងវ៉ាន់ពូយិនចឹងមិញទី2មិញនេះមិញនិយាយក្តាញ់ថានឹងក្រាបក្បាលសុំទោសយើងមិនដឹងថាឯងជួលគេមកសម្ដែងឬអត់នោះកុំគិតថាបោកយើងបានអីសោះអត់ក្បានទេ នាងថាបខ្ញុំមែននេះបញ្ជាក់បានទេថានាងក៏មានចិត្តលើខ្ញុំដែរ មិញទី2ឥឡូវជឿឲ្យមែនទេមិញមិនមែនចង់លេបសម្ដីទេមែនទេលេបសម្ដីស្អីយើងគ្រាន់តែនិយាយដើម្បីឲ្យអញឆាប់មានគូប៉ុណ្ណោះឲ្យឯងមានអ្នកពឹងពាក់ខ្លាចមួយជីវិតនៅព្រៃរហូតខ្លាចជាស្រីចាស់កំព្រាឯកោតទៅអូយបងស្រីបាត់ប្រាប់បងនៅទីនេះចាំការពារបងហើយគូសៀងវ៉ាន់នាងក្មេងឆ្លេមិនដឹងខ្យល់អីពេលនេះខ្ញុំជាខ្នងមួយឯងនាងខ្ញុំត្រូវតែការពារនាងណែសក់មិនក៏បែកដងខ្ញុំលោតលឿនម្លេះ ចុករយ
មិនក៏មិនឆាប់ឈប់ទៅ កុំប៉ះពាល់នាង គូសៀងវ៉ាន់ឯងចង់បះបោហើយ ខ្ញុំនាំមិត្តប្រុសមកតាមសន្យាហើយសង្ឃឹមថានឹងរក្សាសម្ដីលះបង់គំនិតចង់បានហាងបង្អែមទៀត យកសពទៅហាងនោះយើងទៅតែលក់ដើម្បីផ្គប់ផ្គុំមន្ទីរពេទ្យ ម៉ាក់សន្យាឲ្យតែខ្ញុំនាំមិត្តប្រុសមកមុនម៉ាក់មិនប៉ះពាល់ហាងបង្អែម ឯងភ្លេចហើយមែនទេឯងធ្វើឲ្យតកែចិនខឹងធ្វើឲ្យមន្ទីរពេទ្យខាត់លុយដល់ទៅ15លានឯងឲ្យគេយកលុយថ្លៃទឹកដោះ15លានបែបនោះពួកយើងនឹងពិចារណាប្រគល់ប្លង់ដីហាងបង្អែមទុកជាចំនួនរៀបការ ខ្ញុំក៏កូនប៉ាម៉ាក់ដែរខ្ញុំមិនមែនតំណែងទេ ឯងព្រាបមិនបាននឹងតំណែងផងថោកប៉ុណ្ណាក៏លក់មិនដាច់នៅព្រៅអត់ប្តីអស់មួយជីវិត រឿងលុយខ្ញុំប្រគល់ឲ្យបានតែខ្ញុំមានលក្ខខណ្ឌត្រូវសញ្ញេផ្ទេរសិទ្ធឲ្យសេវ៉ាន់ភ្លាម បើវេលុយមកឥឡូវយើងសញ្ញាឥឡូវនេះ យើងផ្ញើព័ត៌មានទៅឲ្យរៀបចំលិខិតផ្ទេរសិទ្ធកាន់កាប់អចលនទ្រព្យមកទីនេះឥឡូវនេះ ខ្ញុំគ្មានលុយច្រើនដល់ឡើងទេ តែខ្ញុំមាន សំបីតែលុយ1500ក៏លោកគ្មានបង់ផងឈប់អួតក្អេងក្អាងទៅមកគេព្រមវេលុយ15លានឲ្យម៉ាក់ពេលនេះហើយថ្ងៃក្រោយពួកយើងបែកគ្នានោះតុលាការនឹងកាត់ក្តីថាលុយថ្លៃទឹកដោះត្រូវសងទៅវិញអ្នកទាំងពីរសញ្ញាលិខិតផ្ទេរសិទ្ធទៅដល់ពេលនោះខ្ញុំនឹងឲ្យគេយកលុយសិទ្ធមក ក្មេងម្នាក់នេះច្បាស់ជាតួសម្ដីឯងជួលមកហើយគូសៀងវ៉ាន់ឯងចង់បើពួកយើងផងយើងនឹងទេទៅភ្នាក់ងារអចលនទ្រព្យលក់ហាងនោះភ្លាម គ្រប់គ្នាកំចាញ់បាក់គូសៀងវ៉ាន់ឲ្យសោះម៉ាគ្រប់គ្នាស្ដាប់ណាគេគ្រាន់តែជាពូម៉ៃកូនមួយរកព្រឹកខ្វះល្ងាចប៉ុណ្ណោះសុំបីឈុតលើខ្លួនគេក៏គូសៀងវ៉ាន់ទិញឲ្យដែរលុយ15លានស្អីទៅសុំបីលុយ1500ក៏គ្មានផង បានន័យថាម៉េច អំប្រុសគូសៀងវ៉ាន់នាំគេទៅផ្សារទំនើបនឹងបានរួមដំណេកនៅក្នុងបន្ទប់លោកខោអាវទៀតខ្ញុំឃើញដល់ផ្ទាល់នឹងភ្នែកគេសុំអីលុយជួលផ្ទះនៅគ្មានផងមានលុយឯណាបង្កប់ថ្លៃទឹកដោះនោះឬក៏អ្នកទាំងពីរមានបំណងបោកយកប្លង់ហាង រីសតទឹកពុះជារបស់ខ្ញុំ ចំណែកផ្សារទំនើបនោះស្ថិតនៅក្រោមក្រុមហ៊ុនហ្វូមិនថាខ្លួនជាប្រធានក្រុមហ៊ុនហ្វូតែម្ដងទៅ ខ្ញុំជាប្រធានមែន ថ្លាមធំមិនធម្មតាមែនហ៊ានបន្លំខ្លួនធ្វើជាប្រធានក្រុមហ៊ុនហ្វូផងជ្រុលជាគេលេងធំយ៉ាងនេះទៅហើយខ្ញុំក៏មិនចាញ់ចិត្តដែរថ្ងៃនេះខ្ញុំត្រូវយកប្លង់ហាងឲ្យបានត្រូវហើយគេជាប្រធានក្រុមហ៊ុនហ្វូ បើឯងជាប្រធានក្រុមហ៊ុនហ្វូតាចាស់យើងសុកចិត្តកាត់ក្បាលចោលឲ្យឯងទាត់លេងពួកឯងដាច់ខាត់កំចាច់បោកពួកគេកុំសញ្ញេលើលិខិតផ្ទេរកម្មសិទ្ធិអីទាំងអស់ លោកប្រធាននេះជាកិច្ចសន្យាលោកឲ្យធ្វើលោកមកដល់មិនប្រាប់សោះខ្ញុំនឹងឲ្យគេយកស្រាល្អបំផុតមកជូនអាហារមកពេលនេះហ្វ្រីជូន ប្រធានហ្វូឬមួយគេជាប្រធានក្រុមហ៊ុនហ្វូពិតមែន កូនសាហ្វូបាននឹងសញ្ញេភ្លាមរឿងលុយកាក់ឲ្យពេលណាក៏បានដែរតាមសម្រួលចុះ លោករៀបកម្រងបានល្អិតល្អន់ពេកហើយហ៊ានទៅសោកបានអ្នកគ្រប់គ្រងហាងនេះទៀត ខ្ញុំមិនបានសោកទេខ្ញុំពិតជា គេជាមនុស្សបាក់ប្រាស់គេជាមនុស្សបាក់ប្រាស់ប៉ាមើលនេះក្រុមហ៊ុនហ្វូទៅចេញសេចក្តីប្រកាសប្រធានហ្វូមកប្រទេសវិញថ្ងៃស្អែកដើម្បីចូលរួមពិធីកាត់ខ្សែបោសម្ពោធហាងបង្អែមនៅផ្លូវសាគូរ៉ាបើលោកជាប្រធានហ្វូមែនអញ្ចឹងប្រធានហ្វូនៅបរទេសគឺជាអ្នកណា នោះគឺក្មួយប្រុសលោកប្រធានតូច មិនក៏ខ្ញុំនឹងមិនឃើញត្រូវហើយគេជាក្មួយប្រុសប្រធានហ្វូ កូនចង្រៃហ៊ានបោកប្រាស់យើងផងយើងនឹងទៅភ្នាក់ងារអចលនទ្រព្យភ្លាម លោកលក់ហាងនោះមិនបានទេបើខ្ញុំជាលោកវិញច្បាស់ជាឆាប់សញ្ញេលិខិតនេះ លោកច្បាស់ក្នុងចិត្តទេ ខ្ញុំប្រាប់ហើយខ្ញុំជាប្រធានក្រុមហ៊ុនហ្វូមែន លោកពូកែសម្ដែងល្អឥតខ្ចោះ ត្រូវហើយចាត់ចែងលក់ឥឡូវនេះ
ថាម៉េចលោកមិនដាច់ទេហ៎គ្រប់ភ្នាក់ងារមិនព្រមទទួលលោកឲ្យទេអាឡូចង្រៃយោនេះជាល្បិចឯងតាមែនទេ ក្រែងប៉ាម៉ាដេញខ្ញុំឲ្យទៅរកប្រុសមានអំណាចដើម្បីជាក្នុងបង្អែកចេះឥឡូវនេះខ្ញុំរកបានហើយប៉ាគួរតែសប្បាយចិត្ត លោកគូបើមិនចង់ឲ្យហាងលក់មិនចេញរហូតគូបញ្ញាប់សញ្ញេលិខិតផ្ទេរសិតទៅ រាល់ភ្នាក់ងារទាំងអស់សុទ្ធតែមិនព្រមរកស៊ីជាមួយគ្រួសារគូឬមួយគេជាប្រធានក្រុមហ៊ុន Full Man មិនត្រូវទេនេះជាការរៀបចំឡើងប៉ុណ្ណោះជាល្បិចដែលពួកគេរៀបចំទុកជាមុនអ៊ំប្រុសកុំជឿសម្ដីពួកគេអីពួកគេកំពុងតែបាក់ប្រាស់អ៊ំ បិទមាត់ទៅ ឈប់សិនបងស្រីលិខិតផ្ទេរសិទ្ធិបងសញ្ញេបានក៏ប៉ុន្តែលិខិតជំពាក់លុយប៉ាក៏ត្រូវសញ្ញេដូចគ្នាបើសិនរយៈពេល3ខែមិនឃើញលុយ15លានរបស់បងទេពេលនោះភ្នោលោកយាយនឹងត្រូវគាត់ចេញពីភ្នោដូនតាគ្រួសារគូ គូយិនលោកយាយចិញ្ចឹមបីបាច់ឯងតាំងពីតូចឯងសោភេទជាមនុស្សដែរ ឲ្យ ទេ តែបងរក្សាពាក្យសន្យាលិខិតនេះត្រឹមជាกระดาษខ្ចប់នំប៉័ង បើមិនចាំបាច់ចុះទេព្រោះខ្ញុំអាច អាចស្អីទៅបិទមាត់ធ្វើខ្លួនដូចជាប្រធានមែនតែនអញ្ចឹង ខ្ញុំពិតមែន មិនសញ្ញេក៏បានដែរតែថ្ងៃក្រោយបើពូជាងមិនបានលុយទេហើយហាងនៅតែលក់មិនដាច់បាត់ធ្វើឲ្យអ្នកផ្ទះខឹងសម្បាខ្លាំងហើយយកធាតុរបស់លោកយាយទៅបោះចោលបងក៏មិនទោសពូជាងអី អញហ៊ានទេ គ្មានអ្នកណាដាច់ចិត្តធ្វើទេអញ្ចឹងឲ្យបងស្រីបងគិតឲ្យច្បាស់ទៅព្រមសញ្ញេឬមិនព្រម យើងព្រម ប៉ា យិនឯងសំជាកូនប៉ាមែនមានកំណត់ឆ្លៀសវៃ បងស្រីនេះប្លង់ដីហាង សិលេងតាយើង បងស្រីបើមិត្តប្រុសបងជាប្រធានក្រុមហ៊ុន Full Man ច្បាស់ជាមានស្រីចាំរួមគាត់ច្រើនគិតអញ្ចេះទៅបញ្ញាប់ភ្ជាប់ពាក្យកុំឲ្យបាត់បង់ទាំងមនុស្សនិងលុយថ្លៃទឹកដោះនៅថ្ងៃក្រោយល្អទេ ភ្ជាប់ពាក្យមានន័យអីពេលនេះយើងនាំមិត្តប្រុសយើងទៅបាត់បន្ទប់គេងហើយជាផ្លូវ សៀងវ៉ានសៀងវ៉ាន បងអូនស្រីឯងនិយាយគឺចង់ឲ្យឯងល្អប្រធានហ្វូជាអ្នកមានមិនដឹងថាខាងក្រៅមានបងអូនស្រីប្រមាណអ្នកតើតែភ្ជាប់ពាក្យបង្កក់ចំនួនទើបរាប់ថាស្របច្បាប់ ផ្ដាស់សៀងវ៉ាន់កុំជឿតាមសម្ដីគាត់អីខ្ញុំគ្មានប្អូនស្រីគ្មានប្អូនធွာគ្មានសោះឡើយ គ្មានបងអូនស្រីអញ្ចឹងមានបងស្រីហើយ ខ្ញុំ សៀងវ៉ានស្ដាប់ប៉ាណាឆាប់ភ្ជាប់ពាក្យទៅស្អែកឲ្យគេយកថ្លៃទឹកដោះមក លោកបងស្រីក៏គ្មានដែរពិតមែន កុំតាន់អាភ័យខ្ញុំដឹងច្បាស់ណាស់1500អាចជួលលោកធ្វើជាមិត្តប្រុសខ្ញុំបានមួយថ្ងៃតែបើឈានដល់ការភ្ជាប់ពាក្យត្រូវគិតតម្លៃផ្សេង ខ្ញុំមិនសម្ដៅលើរឿងនឹងទេក៏ប៉ុន្តែ ចុះថ្លៃក៏មិនបានដែរលោកត្រូវការលុយបង់ខែក្រោយខ្ញុំត្រូវការចំណាយទិញគ្រឿងចូលប្រកួតធ្វើបង្អែមរឿងភ្ជាប់ពាក្យកុំប្រញាប់អីបើសិនជាមានប្អូនស្រីនៅខាងក្រៅខ្ញុំក៏មានប្អូនប្រុសខាងក្រៅដែរ បងស្រីចាំមើលតែ2 3ឆ្នាំទៀតបងបង្កើតកូនមិនបានផងនៅសម័យចង់បានប្អូនប្រុសក្រៅទៀតឬបងគិតថាប្រុសល្អដោះចេញពីភក់មកមែនទេ អាយ៉ាមិនច្បាស់ដែរត្រឹមតែជាផ្កាឈូកដោះពីភក់ ចេះទេបើមនុស្សប្រុសល្អដោះចេញពីដីមែនខ្ញុំព្រមឲ្យបងផ្ទះកំភ្លៀងតែបើអត់ទេឲ្យខ្ញុំផ្ទះបង20ដៃវិញព្រមទេ មិនចឹង បងព្រមចាញ់ហើយហ៎បងស្រីគឺបងជាអ្នករត់មកឲ្យខ្ញុំផ្ទះដែលខ្លួនឯងទេណា លេងដៃទៅលេងដៃទៅ ហ៊ានធ្វើបាបបងស្រីខ្ញុំផងអ្នកណាថាប្រុសល្អមិនអាចដោះចេញពីដីមើលចុះ ប្រុសរកចិត្តព្រាននារី នេះនឹងឲ្យព្រិននារី ឯងមកពីណាមកគ្រួសារគូយើងត្រូវឯងបផ្លាយខ្ទេចហើយ គូសៀងវ៉ានឯងឈួតហើយមែនទេចង់ឲ្យយើងខឹងស្លាប់ទេមនុស្សប្រុសដោះចេញពីដីហើយមិនអាចឆាប់តែកំភ្លៀងគាត់ទៅឆាប់ប្រមាថបងស្រីខ្ញុំទៀតនេះក្មេងយ៉ាងไรនេះចាស់និយាយគ្នានាងក្មេងឯងនេះចេះដឹងអី នាងគ្រាន់តែជាស្រីម្នាក់សម្ដីម៉ាក់ពិបាកស្ដាប់ណា ពិបាកស្ដាប់ណាឯងធ្វើរឿងថោកទាបខ្លួនឯងបែរជាថាយើងសម្ដីពិបាកស្ដាប់ជាតិមុនមិនដឹងជាយើងបានសង្កម្មអីទេគាត់បានកូនស្រីយ៉ាងไรដូចឯង ខ្ញុំក៏ធ្លាប់សង្ស័យដែរថាខ្ញុំជាកូនស្រីបង្កើតម៉ាក់ដែរទេ
នេះដៃខ្ញុំមានរឿងអីអឺ ណែបានហើយ ដៃខ្ញុំមាន បានហើយឈប់ផ្ទះទៅបានហើយឈប់ផ្ទះទៅអូនយ៉ាងម៉េចនឹង គឺឯងប្រើល្បិចកលដាក់យើងពួកឯងចេញទៅចេញពីមុខយើងឲ្យអស់ទៅចេញពីមុខយើងភ្លាមទៅគ្រួសារគោមិនស្វាគមន៍ឯងទេពួកថោកទៀតមិនដឹងខុសត្រូវចេញទៅ ថោកទៀតមិនដឹងខុសត្រូវរួមក្រែតែមិនរួមដំណេកកោតតែថាគេចឹងកើតអី គូសៀងវ៉ាន់បងឲ្យគេប្រមាថម៉ាក់អញ្ចឹងហ៎បងជាមនុស្សដាច់ទេប៉ិនដូចមិនប៉ិនមកដល់ល្អហើយឆាប់អូពួកគេចេញទៅ មិនលឺនាងនិយាយទេចេញទៅ ត្រូវហើយចេញទៅ ណែកុំអីឈប់ភ្លាម មិនមែនជាងទេ ដាក់យើងចុះភ្លាវដាក់យើងចុះភ្លាវដាក់យើងចុះភ្លាវ ដាក់យើងចោល មិនមែនជាងទេគឺគូសៀងវ៉ា ដាក់យើង ន់ ចោលភ្លាម គឺគូសៀងវ៉ាន់អីម៉ា គូសៀងវ៉ានឯងចាំមើលទៅគូសៀងវ៉ានឯងហ៊ានឲ្យគេចាប់ជើងក្បេងមកក្រៅផងយើងឯងចាំទៅមើលទៅលោកប្តី ហេមិនក៏ពួកយើងស្រាប់តែមកដល់ទីនេះ គឺសេលីងអានាំពូមកទីនេះអញពិតជាធ្វើឲ្យពួកគេលេចមុខនៅទីនេះមែនទេប្រកាសហើយខ្ញុំជាកូនទេវតាមានមហិទ្ធិឫទ្ធិពូកែណាបងស្រីបងសប្បាយចុះខ្ញុំចាំនៅខាងក្រៅសេលីងអា ហ្វានអីមីង គឺថាវ៉ាន់បងទៅបដូរកៅអៅសិនចាំបងមកវិញដែរតោះ ណែទាញខ្ញុំធ្វើអី ដឹងថាខ្លួនស្លៀកពាក់បែបណាទេ បងស្រីបានកុំឲ្យពួកគេរំខានចិត្តបងនៅមានខ្ញុំចាំខ្ញុំមកវិញណា 3នាក់ណាបន្ទប់តែមួយបងស្រីច្បាស់ជាមានសុវត្ថិភាពខ្ញុំពិតជាឆ្លាតមែនលើកនេះបងស្រីច្បាស់ជាជោគជ័យហើយ នេះជាស្រះដែលលហ្វូបានកំងចេញទៅបាទកុំបារម្ភខ្ញុំធានាថាគ្មានអ្នកឃើញទេ 秋季的落叶出现在眼前，却再也找不到我们。 ខ្ញុំមិនបានយំទេគ្រាន់តែដេកចុះភ្នែក សៀវ៉ាន់អេសៀវ៉ាន់ ស្រានេះមានក្លិនឈ្ងុយណាស់ សៀវ៉ាន់ មានទាំងក្លិនស្រារោមនិងជាតិខ្លាំងនៃស្រាវ៉ូកាទៀតមកយកទៅធ្វើបង្អែមច្បាស់ជាឆ្ងាញ់មិនខានសាហាត់មែន សៀវ៉ាន់នាងស្វឹងហើយ អត់ទេខ្ញុំអត់ស្វឹងទេ សៀវ៉ាន់នាងស្វឹងហើយសៀវ៉ាន់ ខ្ញុំមិនស្វឹងទេ When you come again, 쉽게 알아볼 수 있나? ខ្ញុំជូននាងទៅសម្រាប់
혹시 다른 운명일까 다음 내 생에 눈을 때 សៀវ៉ាន់នាងស្វឹងហើយខ្ញុំទៅយកទឹកមកឲ្យ ឯងគ្មានតម្លៃស្មើនឹងតំណែងក្នុងឃ្លាំងផងលក់បញ្ចុះតម្លៃក៏គ្មានអ្នកទិញដែរក៏បំចាស់ដែលគ្មានអ្នកណាត្រូវការមួយជីវិត យិនចៃខ្ញុំចង់បានលោក នាងថាម៉េច ខ្ញុំថាខ្ញុំចង់បានលោក អត់ទេនាងស្មារតីមិនល្អបងមិនអាចទេ ជប់ពេលនេះមិនយឺតពេលឡើយ មិនបាច់ទេខ្ញុំចូលចិត្ត នាងចូលចិត្តមែនទេសៀវ៉ាន់ចូលចិត្តខ្ញុំហ៎ ណែហេហេហេណែ លោកជាមិត្តរបស់ហ្វូទាំងវ៉ាន់មែនទេនេះជាស្រាដែលនាងត្រូវការ វ៉ាន់វ៉ាន់ប្រហែលជាទៅវិញហើយ I remember you said at the moment so there is nothing that found me to do I think you never stop troubling somebody just tell us I think I'm done we can take no more every night I move is full my time was spent alive I think you never stop someone's take this tragedy Where's my love 3នាក់នៅបន្ទប់តែមួយមានប្រសិទ្ធភាពមែនត្រាជោគជ័យហើយខ្ញុំអាចទៅឋានសួគ៌វិញហើយហេលោកតាយល់ហើយខ្ញុំមកហើយហេតុអីសេចក្តីស្លាប់លើបងស្រីត្រឡប់មកវិញអញ្ចឹងយិនចៃខ្ញុំចង់បានលោកចាប់ផាយមានរឿងក្រោយពេលសវឹង នាងចង់ទៅណា អាឡូអ៊ីម៉ាំងលោកនឹងហ្វឹងមានចាំខ្ញុំនៅហាងបង្អែមខ្ញុំទៅឥឡូវនេះ នាងទៅរកពួកគេមែនទេ អេ នាងទៅរកពួកគេមែនទេ បើលោកចង់យើងអាចទៅជាមួយគ្នាបាន នាងចង់ឲ្យខ្ញុំនៅជាមួយពួកគេមែនទេពូសៀងវ៉ាន់នាងគិតថាខ្ញុំហ្វូយិនចៅព្រមនៅជាមួយពួកគេ បើមិនចង់ក៏មិនអីដែរជិះតាក់ស៊ីទៅវិញខ្លួនឯងទៅពិធីសម្ពោធចិត្តចាប់ផ្ដើមហើយអ៊ីហ្វឹងមាននិងហ្វាន់អ៊ីម៉ាំងរៀបចំរួចហើយខ្ញុំត្រូវទៅឥឡូវនេះ
នាងចេញទៅបែបនេះមែនទេនាងមិនមែនទៅរកអ៊ីហ្វាំងមាននិងហ្វាន់អ៊ីមីងទេមែនទេ បងស្រីវ៉ាន នេះតាណាដែរយប់មិញខ្ញុំទៅវិញរកនេះមិនឃើញសោះ បងស្រីវ៉ានសរមនេះមានក្លិនស្រាវ៉ូកាហើយយកវាទៅលាយជាមួយនំជ័យលាភីច្បាស់ជារបស់យើងហើយ យើងឈ្នះមិនឈ្នះអាស្រ័យទៅលើស្រាម្ដបនេះហើយតាតៃ អាមនុស្សអាយអប មិនមែនខ្ញុំទេខ្ញុំណា ជប់សិននាំគ្នាទៅណា គាត់សម្លឹងដូចជាប្រពន្ធដើមចាប់បានប្តីមានសហាយអញ្ចឹង បងស្រីវ៉ាន បងស្រីកុំភ្លេចសៀវអើណា សៀវអើអញ បងមិនអាចដេះបន្ទប់តែមួយបានអញ្ចឹងនៅម្ដងមួយទេខ្ញុំត្រូវទៅជួយបងស្រីរកមនុស្សពិសេសឲ្យបាន ហ្វូសៀងវ៉ាន់កុំគិតថាអញឈ្នះគ្រាន់តែពឹងលើមនុស្សប្រុសឲ្យសោះមេដៃមាសថ្ងៃនេះគឺជារបស់ខ្ញុំ អញ្ចឹងចាំនាងឈ្នះប៉ិតចាំនិយាយគ្នាយើងទៅបដូរខោអាវត្រៀមសម្រាប់ការប្រកួត ដោះខោអាវឱកាសមកដល់ហើយនៅបន្ទប់តែមួយ ទប់ស៊ីលីកូននេះឲ្យជាប់ទៅកុំឲ្យថាក់ក្នុងឆ្នាំងស៊ុបឲ្យសោះ លោកហ្វូសាំងវ៉ាន់ចាំមើលចុះ ហ្វឹងមានបដូរខោអាវហើយនៅ ហេណែបងស្រីមិនអីទេ មិនអីទេទ្វារចាក់សោហើយ ចិត្តចាប់ផ្ដើមហើយវ៉ាន់និងអ៊ីហ្វាំងមានមិនទាន់មកទៀត ខ្ញុំនឹងតែរកពួកគាត់ជាមួយនឹងពូហ្វូ អើ សៀវអើអញធ្វើអីហ្នឹងឆាប់បើកទ្វារភ្លាម សៀវអើអញធ្វើស្អីហ្នឹង សៀវអើលោកធ្វើអីហ្នឹងណែការប្រកួតចាប់ផ្ដើមហើយលោកចង់ធ្វើអីហ្នឹងពេលនេះហើយនៅចង់ធ្វើរឿងអញ្ចឹងទៀតតាមមែនទេអីយើងចៅលោកគ្មានសិលធម៌សោះណែ គិតច្រើនពេកហើយទ្វារនេះអាចចូលទៅបន្ទប់ក្បែរនេះបានទៅបានហើយ បងស្រីវ៉ាន កំពុងធ្វើអីហ្នឹង បងមិនអីទេ ពូហ្វូចាញ់មកលឿនម្ល៉េះខ្ញុំទៅតែរាប់ដល់162សោះ លឿនម្ល៉េះ កាលនៅបន្ទប់តែមួយរវាងហ្វូយិនចៃនិងបងស្រីមិនបានកាត់ទេឥឡូវសល់ហ្វានអឺមីងម្នាក់ទៀត ល្អហើយដែលការប្រកួតមិនទាន់ចាប់ផ្ដើមបើឲ្យបកកបញ្ហាទៀតបងឡើងធ្វើនំឲ្យអាយញ៉ាំហើយ តែសៀអើធ្វើដើម្បីជួយបងស្រីរកឃើញមនុស្សពិសេសប៉ុណ្ណោះ យើងចៅលោកគ្មានសិលធម៌សោះតែមនុស្សពិសេសគឺជាមនុស្សដែលខ្ញុំចូលចិត្តតាមមែនទេខ្ញុំចូលចិត្តគាត់យើងឆាប់ទៅរកកន្លែងប្រកួតវិញទៅល្អជាង មានរឿងហើយស្រាមួយដប់ដែលយើងយកមកបាត់ហើយ ថាម៉េចការប្រកួតចិត្តចាប់ផ្ដើមហើយគ្រឿងផ្សំដ៏សំខាន់ក៏បានតើធ្វើយ៉ាងម៉េចទៅ ខ្ញុំទៅបន្ទប់ទឹកមួយផ្លែត្រឡប់មកវិញវាបាត់ទៅហើយ មានសង្ស័យនរណាដែរទេ ប្រកាសជាស្រីម្នាក់នោះហើយខ្ញុំនឹងទៅទាវិញពេលនេះ ចាំតិចយើងអាចកែជំហាននៃការធ្វើនំដាក់ស្រានៅចុងក្រោយបង្អស់អញ្ចឹងលោកទៅស្ថានភាពវិញដើម្បីទិញម្ដងទៀតមក
ការប្រកួតធ្វើបង្អែមទី1ជិតចាប់ផ្ដើមហើយសូមអ្នកចូលរួមទាំងអស់គ្នាបញ្ញាប់ត្រៀមខ្លួន មិនតាន់ទេស្រាប្រភេទនេះនៅសល់តែម្ដងគត់នៅក្នុងសន្តាគារមិនអាចទិញបានទៀតឡើយក ុំភ័យអីយើងអាចប្រើការលាយស្រាជំនួសវិញខ្ញុំចាំថាឃ្លាំងស្រានៅក្បែរនេះនាងធ្លាប់ភ្លក់ស្រានោះអញ្ចឹងនាងទទួលខុសត្រូវលាយស្រាបានទេ អឺ អញ្ចឹងពួកយើងពីរនាក់ទទួលខុសត្រូវនំហើយនឹងជំហានដំបូង នេះជាឃ្លាំងស្រាដែលខ្ញុំនិយាយមុននេះស្រាលើកមុនមានក្លិនដូចជាវ៉ូកាសាកមួយនេះមើល ហើយរសជាតិខ្លាំងពេកយើងរត់ទៀតទៅមួយនេះបានហើយ តាមខ្ញុំមក អ្នកណានឹងអាឡូគឺខ្ញុំនឹងទៅទីនោះ សៀវវ៉ាន់ការដែលពួកយើងបែបនេះចាត់ទុកជាការលួចតាក់ទងគ្នាដែរទេ និយាយផ្ដេសផ្ដាស់ បើនាងមិនទទួលស្គាល់អញ្ចឹងចាត់ទុកថាជាវងស្នេហ៍លួចលាក់ទំនាក់ទំនងពួកយើងចាត់ទុកជាការលួចលាក់មែនទេ ខ្ញុំមិនទទួលស្គាល់ពីពេលណា អញ្ចឹងពេលណាប្រកាសពីរឿងយើងជាសាធារណៈទៅ ហេលពូមកធ្វើទីនេះផ្នែកខ្ញុំហេតុអីផ្នែកខ្ញុំមើលលេងឃើញបែបនេះខ្ញុំមើលលេងឃើញអ្វីទាំងអស់ មើលនេះក្រុមហ៊ុនហ្វូប្រកាសថាប្រធានហ្វូនឹងត្រឡប់មកពីបរទេសវិញថ្ងៃស្អែកដើម្បីចូលរួមពិធីបោះសម្ពោធហាមបង្អែមនៅលើផ្លូវសាគូរ៉ាបាទលោកជាប្រធានហ្វូចុះអ្នកដែលនៅបរទេសនោះជាអ្នកណា អញជាក្មួយប្រធានហ្វូឈ្មោះហ្វូឈွន់មិញនេះគេហៅលោកថាពូអញ្ចឹងលោកជាអ្នកណា គាត់គឺហ្វូចិនជើប្រធានក្រុមហ៊ុនហ្វូគាត់គឺជាទេវតាបង្អែមអ្នកមីងតើពូរបស់ខ្ញុំមិនបានប្រាប់ទេហ៎ អញ្ចឹងឯងសួរគាត់ទៅ ខ្ញុំមានការរវល់ខ្ញុំទៅសិនហើយ សៀវវ៉ាន់ខ្ញុំប្រាប់នាងហើយខ្ញុំជាប្រធានក្រុមហ៊ុនហ្វូខ្ញុំណែនាំឲ្យនាងចុះហត្ថលេខាលើកិច្ចសន្យានេះទៅ ហេតុអីប្រកាសចិត្តម្ល៉េះ ខ្ញុំបានប្រាប់ហើយខ្ញុំពិតជាប្រធានហ្វូពិតមែន តាមពិតគឺខ្ញុំដែលងងឹតភ្នែកប្រធានក្រុមហ្វូដល់ថ្លៃថ្នូរមកជួលផ្ទះខ្ញុំថែមទាំងខ្លែងបន្លំធ្វើជាសង្សារខ្ញុំដើម្បីលុយជួលផ្ទះទៀតតែខ្ញុំបែរជាមិនដឹងអីសោះជាកំហុសខ្ញុំមែនទេ សៀវវ៉ាន់ខ្ញុំ អាឡូ បងស្រីវ៉ាន់ពេលណាទៅមកវិញចិត្តអស់ពេលហើយ ខ្ញុំចាញ់ទៅហើយ សៀវវ៉ាន់បើនាងចង់បានមេដាយមាននេះខ្ញុំអាច ខ្ញុំនឹងឈ្នះដោយសមត្ថភាពហ្វូយិនចៃលោកក៏មកជ្រៀតជ្រែកឲ្យសោះយកមកហើយ សល់តែជំហានចុងក្រោយប៉ុណ្ណោះ ហ្វូសៀងវ៉ាន់ស្រារបស់ឯងនៅឯណាវាត្រូវខ្ញុំចាក់ចូលក្នុងបង្គន់អស់ទៅហើយចាំមិនទៀតពេលសល់មិនច្រើនទេអញគិតថាអាចប្រើស្រាលេងនេះធ្វើសារធាតុដើមមែនទេអញវិតម្លៃខ្លួនអញខ្ពស់ពេកហើយអាយ៉ូហ្វូសៀងវ៉ាន់មើលទៅសល់មិនដល់កន្លះម៉ោងផងខ្ញុំគិតថាសំបីតែពេលដុតនំហ្នឹងក៏មិនទាន់ដែរអេហេតុអីមិនដកខ្លួនពីការប្រកួតទៅចោះចាញ់ទៅយ៉ាងណាឯងមិនអាចឈ្នះទេ មកតន់គ្រប់ទេថែមតិចទៀតឆាប់ឡើងហ្វឹងមានក ុំខាតពេលអីមើលចុះបែកញើសជោគហើយ
មកខ្ញុំជួយជូតឲ្យហើយយ៉ាចាំតែ20នាទីទៀតយើងប្រើស្រានិងការ៉ាមែលធ្វើសម្បកខាងក្រែង បងចង់ធ្វើនំពុកមាន់មែនទេបើជោគជ័យច្បាស់ជាឈ្នះមិនខានអាយ៉ា មិនបានជាលោកដួលអញ្ចឹងមិនមែនដោយសារខ្ញុំទេមែនទេសុំទោសខ្ញុំមិនចាប់អារម្មណ៍ហើយគួរឲ្យស្ដាយណាស់ធ្វើយ៉ាងម៉េចទៅបើធ្វើវាឡើងវិញច្បាស់ជាមិនទាន់ឡើយគ្រឿងផ្សំក៏មិនគ្រប់ដែរបើអញ្ចឹងតើត្រូវធ្វើយ៉ាងណាទៅខ្ញុំឲ្យដំណោះស្រាយមួយហេតុអីមិនដកខ្លួនពីការប្រកួតទេ ហ្វូម៉ាយាននាងចេតនាធ្វើរឿងនេះ មែនហើយខ្ញុំមានចេតនាហើយចុះលោកធ្វើអីខ្ញុំបានលោកចង់វាយខ្ញុំហ៎ សំបីសិលធម៌ជាមនុស្សក៏គ្មានអញមិនសមជាអ្នកធ្វើបង្អែមឡើយ ខ្ញុំគ្មានទម្លាប់មិនវាយមនុស្សស្រីឡើយ អ៊ីមីងឆាប់នាំខ្ញុំទៅហ្វឹងមានលោកធ្វើតាមរូបមន្តរបស់ខ្ញុំដើម្បីរៀបចំស្រាហើយលាយគ្រឿងផ្សំដែលអ្នកសល់ធ្វើជាម្សៅនំរងចាំខ្ញុំមកវិញឆាប់ទៅយឺតពេលហើយហ្វូសៀងវ៉ាន់លើកនេះអញចាញ់ហើយ សៀវ៉ាន់ មានរឿងបន្តិច មានបញ្ហាទៀតហើយ ហ្វាន់អ៊ីមីងជាមនុស្សចុងក្រោយដែលមិនទាន់នៅបន្ទប់ជាមួយបងស្រីលើកនេះច្បាស់ជាបានការ សៀវអើឯងមកធ្វើអីទីនេះ ខ្ញុំកំពុងចាំបងស្រីនៅបន្ទប់ជាមួយពូហ្វាន់ ថ្នមបន្តិច មិនអាចទៅរួចទេប្រកាសជាយល់ច្រឡំហើយទោះនាងចូលចិត្តហ្វាន់អ៊ីមីងក៏នាងមិនអាចនៅជាមួយគេក្នុងពេលបែបនេះដែរ កុំកំរើកណែស្ងៀមសិនបើកំរើកវានឹងខូចអស់ហើយ លើកទី1របស់បងវ៉ាន់អូនធូរសាជាងមុនទេបងអាចបន្តបានទេ នៅក្នុងចិត្តនាងតើខ្ញុំជាអ្វីទៅក្នុងចិត្តនាងគ្មានខ្ញុំទេ នេះជាលើកទី1ដែលខ្ញុំធ្វើនំតើរបស់នេះអាចធ្វើជាបង្អែមបានទេ សណ្ដែកនិងទឹកដោះគោមិនចាំបាច់ប្រើឡដុតទេបង្កវាក៏អាចបានផលដូចបង្អែមដែរជួយរុំផ្លាស្ទិកលើវាទៅចាញ់ឡានទៅពួកយើងប្រញាប់ទៅវិញ គ្មានប្រយោជន៍មិនមែនហ្វាន់អ៊ីមីងទេអញ្ចឹងជាអ្នកណាទេចប់ហើយសេលីងមិនអាចទៅវិញបានបងស្រីនឹងត្រូវស្លាប់កុំចាំអីហ្វូសៀងវ៉ាន់មិនមកវិញទេនាងរត់បាត់ហើយអ៊ីហ្វាំងមីនខ្ញុំណែនាំឲ្យដកខ្លួនពីការប្រកួតទៅបែបនេះអាចរក្សាមុខមាត់បានខ្លះ នាងបិទមាត់ខ្លះបានទេ ការប្រកួតនៅសល់តែ10នាទីប៉ុណ្ណោះ 10នាទីកុំថាឡាយដុតនំតែវាក្រែមួយមុខហ្នឹងក៏ត្រូវការ15នាទីដែរពួកឯងចាញ់ហើយកុំខាត់កម្លាំងអី ឆាប់ជួយខ្ញុំ ហ្វូសៀងវ៉ាន់សល់តែ10នាទីទេនាងមានកម្រងដុតនំដាក់បងមកចំហុយមែនទេ 5នាទីទៀតនឹងបញ្ចប់ការប្រកួត នាង បងស្រីវ៉ាន នាងឈួតហើយមែនទេនំខេកនេះល្អសោះនាងបំផ្លាញវាខ្ញុំថាយកបោះចោលទៅកុំធ្វើឲ្យខ្លួនឯងអាម៉ាស់អីប៉ាត់មែនទេ នៅសល់1នាទីទៀត ដល់ពេលហើយការលាយល្អឥតខ្ចោះរវាងស្រានិងការ៉ាមែលផ្អែមតែមិនទលន់រសជាតិគ្មានពីរនេះជាសមត្ថភាពអ្នកឈ្នះក្នុងការប្រកួតនេះគួរតែមានណា មិនអាចទៅរួចទេរបស់អត់បានការសោះហេតុអីអាចឈ្នះទៅវិញខ្ញុំយល់ហើយហ្វូសៀងវ៉ាន់អញលួចបន្លំអញពឹងលើការដេកជាមួយប្រធានក្រុមហ៊ុនហ្វូដើម្បីឈ្នះហ្វូ
ភូគ្រប់លួចជួយពីក្រៅខ្នងនេះអយុត្តិធម៌សម្រាប់គ្រប់គ្នាអយុត្តិធម៌សម្រាប់អ្នកចូលរួមហើយក៏ប្រមាថដល់វិស័យធ្វើបង្អែមទាំងមូលដែរហ្វូសៀងវ៉ាន់ចេញទៅ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 ចេញទៅជប់ទៅទោះនាងគ្មានខ្ញុំក្នុងចិត្តក៏មិនដល់វេនអ្នកដតីមកធ្វើបាបនាងដែរ គឺនាងដែលយកគ្រឿងផ្សំវ៉ាន់ថែមទាំងមកខុសឈ្មោះនាងទៀត អ្នកដែលត្រូវចេញពីការប្រកួតគឺនាង ខ្ញុំមានទំនុកចិត្តសូមអ្នកទាំងអស់គ្នាមកភ្លក់នំខេត្តរបស់យើង ពូគ្រប់តែងតែប្រកាន់ខ្ជាប់យុត្តិធម៌និងភាពត្រឹមត្រូវបើគិតថាគណៈកម្មការមិនយុត្តិធម៌អញ្ចឹងមកសាកវាតម្លៃមើលថាមេដៃមាននេះជារបស់អ្នកណាឲ្យប្រកាសនាងហើយនាងមកទីនេះ មិនអាចទេរបស់បែបនេះធ្វើមិនអាចឆ្ងាញ់ទៅជាទៅខ្ញុំមិនជឿទេ បង្អែមរបស់គូសៀងហ្វានពិតជាល្អជាងរបស់យើង តែ មែន ខ្ញុំទៅ មេដៃមាសគួរតែជារបស់នាងមែនហើយមេដៃមាសគួរតែប្រគល់ឲ្យនាង មេដៃមាសជារបស់ខ្ញុំអ្នកទាំងអស់គ្នាខ្វាក់ភ្នែកមែនយកមេដៃមាសមកឲ្យខ្ញុំយកវាមកឲ្យខ្ញុំ នាំ វិញ ចេញទៅ នោះជាមេដៃមាសរបស់ខ្ញុំ បាទទៅ អ្នកទាំងអស់គ្នាខ្វាក់ភ្នែកហើយ អបអរសាទរជ័យលាភីការប្រកួតធ្វើបង្អែម វ៉ាន់បងក៏នៅដែរ ជារបស់យើងទាំងអស់គ្នា សៀវ៉ាន់ខ្ញុំស្ម័គ្រចិត្តព្រមទទួលខ្ញុំទេ ទទួលឯងធ្វើអីនេះមានខ្ញុំ ខ្ញុំម្នាក់ទៀត ហ្វាន់អ៊ីមីងយើងទៅផ្ទះវិញ បាទតោះ សៀវ៉ាន់ចាំបន្តិចណាជប់សិន បងស្រីវ៉ាន់មិនចង់ជួបលោកទេ ចេញទៅសៀវ៉ាន់ខ្ញុំ យិនចៃលោកធ្វើអីហ្នឹង ណា ហ្វូយិនចៃដាក់ខ្ញុំចោលលោកហ៊ានប្រាស់កម្លាំងដៃផងខ្ញុំនឹងហ្វូយិនចៃដាក់ចោលលោកធ្វើអីហ្នឹង បើចង់ឲ្យខ្ញុំបង្ខំនាងខ្ញុំធ្វើបាន អ្នកណាថាចាញ់ទៅខ្ញុំទៅរកអ៊ីមីងនិងអ្នកផ្សេង ខ្ញុំដឹងរឿងនាងនឹងហ្វាន់អេមីងធ្វើក្នុងបន្ទប់គ្រឿងផ្សំនោះហើយ លោកតាមដានខ្ញុំហ៎ ខ្ញុំបារម្ភថាមានរឿងអីចៃដន្យជួបនាងក៏តាមទៅមើលទៅ អរគុណដែលបារម្ភធេនហ្វូតែមិនចាំបាច់ទេខ្ញុំត្រូវទៅរកអ៊ីមីងនិងអ្នកផ្សេងទៀតចាញ់ នាង ទៅ ចង់ទៅឲ្យខ្ញុំធ្វើយ៉ាងម៉េចទៅណានាងនឹងហ្វាន់អេមីងអ្វីដែលគេធ្វើបានខ្ញុំក៏ធ្វើបានដែរឲ្យឱកាសខ្ញុំមក លោកចង់ធ្វើវាដែរហេតុអីស្រាប់តែចង់ធ្វើបង្អែមអញ្ចឹងឲ្យខ្ញុំបាត់ខឹងយកចិត្តខ្ញុំឬក៏ឲ្យខ្ញុំសុំទៅដែលលះអត្តសញ្ញាណបែបនេះមិនមែនថាលោកធ្វើមិនបានទេតែស្តង់ដាររបស់ខ្ញុំខ្ពស់ណាស់លោកប្រកាសទេថាអាចទ្រាំបាន ទោះខ្ញុំត្រឹមជាលេខ3ក៏ខ្ញុំអាចទ្រាំបានដែរ ក៏បានអញ្ចឹងខ្ញុំឲ្យឱកាសលោកមួយចុះខ្ញុំទៅបដូរសម្លៀកបំពាក់សិនទៅមុនហើយ ត្រឹមជាលេខ3ប្រសើរជាងមើលនាងនៅជាមួយអ្នកផ្សេងឲ្យតែខ្ញុំបាននៅក្បែរនាងមិនយូរទេខ្ញុំនឹងខ្លាចជាលេខ1របស់នាង យេសូមអបអរសាទរដែលបងឈ្នះក្នុងការប្រកួត នំនោះគឺខ្ញុំជាអ្នកធ្វើទេលើកទី1បែបនេះខ្ញុំពិតជាប្រកែកណាស់ អបអរសាទរ លើកទី1របស់បងវ៉ាន់អូនធូរសាជាមុនទេបងអាចបន្តបានទេ គេម្នាក់នេះបដូរកៅអៅទៀតហើយ ល្បិចច្រើនមែន ប្រាប់មកឯងធ្វើវានៅឯណា ប្រកាសជាធ្វើនៅទីនេះហើយ គេពិតជាធ្វើនំខេកមែន លោកនិយាយអីហ្នឹង គ្មានទេសៀវ៉ាន់ឥឡូវនាងឈ្នះហើយពេលណាទៅរៀបចំភ្ជាប់ពាក្យនៅគ្រួសារហ្វូទៅយើងអាចឆ្លៀតឱកាសនេះបដូរលោកយាយមកទីនេះក្រុមហ៊ុនហ្វូរបស់ខ្ញុំមានអាជីវកម្មបុណ្យសពមួយចំនួនដែរខ្ញុំនឹងរកទីតាំងល្អមួយឲ្យលោកយាយ យើងគ្រាន់តែជាគូស្នេហ៍សម្ដែងប៉ុណ្ណោះ ឥឡូវនេះគ្រួសារហ្វូបានផ្សព្វផ្សាយពីតំណែងតំណងពួកយើងអស់ហើយគ្រប់វណ្ណៈជាន់ខ្ពស់ទាំងអស់ថាពួកយើងនឹងរៀបការឆាប់ៗនេះ
ដូច្នេះហើយនាងចង់បោះបង់ខ្ញុំចោលមិនដែរទេ ខ្ញុំគ្មានបំណងចឹងទេកុំយល់ច្រឡំអី អញ្ចឹងយើងរៀបការពេលណា ណែឈប់សិនរៀបការអីទៅវ៉ាន់វ៉ាន់ជារបស់ខ្ញុំ កុំបញ្ញាប់អីបងស្រីវ៉ានសុំរៀបការដោយគ្មានចិញ្ចៀនដូចជាមិនសមនោះទេ គូសៀងវ៉ាន់យល់ព្រមទេជូនអូន វ៉ាន់វ៉ាន់រៀបការជាមួយបងចិញ្ចៀនចាំបងទិញឲ្យអូនតាមក្រោយ បងស្រីវ៉ានរើខ្ញុំទៅគួរឲ្យទុកចិត្តបំផុត មិនមែនទេក្រោកឡើងឆាប់ក្រោកឡើងមក វ៉ាន់វ៉ាន់ទំនាក់ទំនងយើងរឹងមាំបំផុតរៀបការជាមួយបងអូននឹងមានសុភមង្គល បងស្រីវ៉ានយើងស្គាល់គ្នាតាំងតែពីតូចជាគូពីកំណើតយើងទៅផ្សារសំនឹងគ្នា បងស្រឡាញ់អូនតាំងពីក្មេងមកលោកយាយអូនប្រាប់ថាគ្រាន់តែញ៉ាំនំខេកម្ដុំអូននឹងលែងខឹងហើយលោកយាយគាត់ជាអ្នកធ្វើបង្អែមដែលខ្លាំងជាងគេកើតមកភ្លាមនាំគ្រោះថ្នាក់ដល់ប៉ាម៉ាក់គេឥឡូវនាំគ្រោះដល់បងប្រុសបងថ្លៃគេទៀតពិតជាសំណាងអាក្រក់ណាស់ គឺឡើង ជោគជ័យហើយខ្ញុំអាចទៅឋានសួគ៌វិញហើយ សៀវអើ សៀវអើ បងស្រីបងរកឃើញគូព្រេងរបស់បងហើយសៀអើត្រូវទៅហើយលាឲ្យបងស្រីមានសុភមង្គលណា សៀវអើជាទេពធីតានាងទៅហើយ បងនឹងកំដរអូនរហូត វ៉ាន់វ៉ាន់យើងទៅជាគូដែលឋានសួគ៌កំណត់ បងស្រីវ៉ានពួកគេសុទ្ធតែចាស់បងត្រូវតែរកក្មេងៗវិញ ពួកលោកលែងមានឱកាសហើយអូសម្លាញ់យើងទៅរើសឈុតរៀបការទេ បាន វ៉ាន់វ៉ាន់សាកកើតឡើងវិញទៅ បងស្រីវ៉ានមើលមកខ្ញុំផង មែនហើយខ្ញុំប៉ັດជាគួរកាត់ឡើងវិញមែនប៉ុន្តែ បានហើយសន្យាហើយមិនអាចដកវិញទេ អ